Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ Mini Rank ខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះអេមីនឹងបន្តសាច់រឿងរបស់យើងទៀតក៏ប៉ុន្តែសម្រាប់អ្នកមកក្រោយក៏ភ្លេចជួយចុច Subscribe ជួយ Like វីដេអូរបស់ Mini មួយផងណាដើម្បីជាកម្លាំងចិត្តMini ក៏បន្តផលទៅមុខទៀតឥឡូវយើងក៏មកចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅក្រោយមកយើងក៏បានគិតថាតាសកលនៅពេលនេះក៏បានមកជួយជាមួយនឹងឆាគីហើយឆាគីក៏បានធ្វើការសុំទោសទៅកាន់តាសកលដែលនេះក៏បានយល់ច្រឡំថាតាសកលហើយនឹងអាម៉ាណូគឺស្រឡាញ់ប្រុសដូចគ្នាអញ្ចឹងណារួចមកទៀតឆាគីនេះក៏បានលើករឿងអំពីអាម៉ាណូដែលនេះគឺស្ទើរតែមិនជឿនោះទេដែលនេះក៏បានគិតថាអាម៉ាណូហើយនឹងអាកូរីនឹងគឺជាសង្សារនឹងគ្នាតាសកលបន្ទាប់ពីលើបាប់នឹងគាត់ឡើងឈ្លក់កាហ្វេបាត់ទៅហើយពីព្រោះថាអាកូរីគឺជាសង្សាររបស់គាត់ទេក៏ប៉ុន្តែគាត់គឺមិនដឹងរឿងរ៉ាវនឹងច្បាស់នោះឡើយពីព្រោះមួយរយៈចុងក្រោយនេះគាត់ក៏បានឃើញផងដែរថាអាកូរីហើយនិងអាម៉ាណូកំពុងតែជួបគ្នាទៅញយនឹងខណៈពេលដែលអ្នកទាំងពីរកំពុងតែសន្ទនាគ្នានឹងពួកគេទាំងពីរនេះគឺមិនបានចាប់អារម្មណ៍នោះទេថាអាម៉ាណូហើយនិងអាកូរីកំពុងតែដើរនៅទីនោះហើយតាមពិតទៅអាម៉ាណូហើយអាកូរីមកទីនេះដើម្បីលោកស្ដាប់អំពីការសន្ទនាគ្នារបស់ឆាគីហើយនិងតាសកលតែប៉ុណ្ណោះឆាគីនេះក៏បានសួរត្រង់ៗទៅកាន់តាសកលថាតាសកលគឺបានស្រឡាញ់ទៅកាន់ខារ៉េនមិនមែនពីព្រោះថានេះក៏បានឃើញខារ៉េនហើយនិងតាសកលមើលទៅដូចជារឿងស្និទ្ធស្នាលតាសកលក៏បានតតទៅវិញផងដែរថាគាត់គឺមិនបានស្រឡាញ់អីនោះទេគ្រាន់តែគាត់ចូលចិត្តតែប៉ុណ្ណោះអំឡុងពេលហ្នឹងតាសកលក៏បានប៉ះក្បាលរបស់ឆាគីហើយក៏បាននិយាយប្រាប់ទៅកាន់ឆាគីថាសម្រាប់របស់នេះក៏មិនអន់ឡើយតាមពិតទៅតាសកលក៏គឺមានអារម្មណ៍ថាឲ្យឆាគីនឹងគឺមានអារម្មណ៍ថារៀងជឿជាក់លើខ្លួនឯងអញ្ចឹងណាដោយសារតែបែបនេះហើយធ្វើឲ្យឆាគីនៅពេលនោះពិតជាអៀនមែនតើរួចមកនេះក៏បានសុំតាសកលដើម្បីត្រឡប់ទៅមុនតែម្ដងតាសកលក៏មិនចាំយូរដែរនៅពេលដែលឆាគីក៏បានចាក់ចែងទៅនឹងក៏បានចាក់ចែងដូចគ្នារីឯអ្នកទាំងពីរដែលកំពុងតែលើស្ដាប់នៅវិញឡើងគៀងអស់ហើយពីព្រោះថាពួកគេក៏បានគិតថាតាសកលគឺមិនត្រឹមតែលួចស្រឡាញ់ទៅកាន់ខារ៉េនោះទេក៏មានចិត្តទៅលើឆាគីដែររួចមកទៀតអាម៉ាណូហាងកូរីក៏ចាប់ផ្ដើមសន្ទនាគ្នាម្ដងគ្រីគឺមានកំណត់មួយចង់ឲ្យអាម៉ាណូគឺបានសិក្សាជាមួយនឹងខារ៉េនធ្វើជាមិត្តភក្តិជាមួយនឹងខារ៉េនអញ្ចឹងទៅដើម្បីឲ្យអាម៉ាណូគឺបានសង្កេតមើលទៅកាន់ខារ៉េនថាមានចិត្តទៅលើតាសកលឬក៏អត់អីចឹងណាដល់ពេលទៅអាម៉ាណូនៅពេលនោះក៏បានយល់ព្រមទៅកម្មមកកន្លែងខារ៉េននៅវិញនៅពេលនេះកំពុងតែស្ថិតនៅខាងក្រៅសាលាដែលមានបរិមម្នាក់កំពុងតែសារភាពស្នេហ៍ទៅកាន់នាងក៏ប៉ុន្តែខារ៉េននេះក៏បានធ្វើការប្រសាទជាពិសេសការនិយាយរបស់នាងមើលទៅដូចជាការខ្លាំងណាស់ហើយបរិមម្នាក់ហ្នឹងគឺពិតជាមួម៉ៅខ្លាំងណាស់បន្ទាប់ពីខារ៉េនក៏បានធ្វើការបដិសេធមកកាន់គាត់ចំពោះខារ៉េនក៏ភ្ញាក់ផ្អើលផងដែរអំពីអត្តចរិតរបស់បរិមម្នាក់ហ្នឹងហើយរាល់សកម្មភាពរបស់ខារ៉េនអំបញ្ញនេះគឺត្រូវបានមីស៊ូមីគាត់ក៏បានមើលឃើញទាំងអស់ដូច្នេះហើយនៅពេលដែលខារ៉េននេះក៏បានត្រឡប់មកដល់ក្លឹបរបស់ពួកគេវិញហើយនោះមីស៊ូមីគាត់ក៏បានផ្ដល់ដំបូន្មានមួយចំនួនឲ្យទៅកាន់ខារ៉េនថាបើទោះបីជានេះគឺមិនស្រឡាញ់ទៅកាន់បរិមម្នាក់ក៏ដោយនាងគួរតែប្រើពាក្យសម្ដីក្នុងការបដិសេធហ្នឹងឲ្យបានសមរម្យទៅកុំឲ្យកាយសាហាវពេកចំពោះខារ៉េននៅពេលនោះនាងក៏ព្រមទទួលយកដំបូន្មានរបស់មីស៊ូមីសៃរឿងក៏កាប់បង្ហាញនៅពេលយប់យើងក៏បានឃើញថាអាម៉ាណូនៅពេលនោះក៏កំពុងតែទុកសិចទៅលើហ្គេមរបស់គាត់ដោយសារតែគាត់ក៏បានលេងហ្គេមតាក់ទងអំពីស្នេហានឹងឯងហើយនៅពេលដែលគាត់ក៏បានលេងមកដល់ភាគទី10នោះគាត់ក៏ត្រូវបានចាញ់ជាពិសេសអាវគ្គទី10នោះគឺពិតជាពិបាកខ្លាំងណាស់ក្នុងការសម្រេចចិត្តអញ្ចឹងហើយបានជាគាត់ក៏បានរឹកខុសហើយក៏បានចាញ់នឹងឯងក្នុងពេលនឹងដែរមិត្តភ័ក្តិនៅក្នុងហ្គេមរបស់អាម៉ាណូក៏បានឆាប់មកប្រាប់អាម៉ាណូថានៅថ្ងៃស្អែកនេះពួកគេគឺមានព្រឹត្តិការណ៍មួយក្នុងការវាយមេវគ្គបញ្ចំដូច្នេះហើយនៅថ្ងៃស្អែកសង្ឃឹមថាអាម៉ាណូក៏បានចូលរួមអញ្ចឹងណាបន្តមកទៀតអាម៉ាណូគាត់នៅតែបន្តលេងហ្គេមប្រភេទស្នេហាមួយហ្នឹងនៅទីបំផុតគាត់គឺទទួលបានជ័យជំនះនៅក្នុងហ្គេមមួយហ្នឹងចំពោះអាម៉ាណូនៅពេលនោះគាត់ក៏ទទួលបានបទពិសោធន៍មួយផងដែរអំពីមិត្តភ័ក្តិនៅថ្ងៃបន្ទាប់យើងក៏បានឃើញថាមិត្តភ័ក្តិរបស់តាសកលក៏បានមកសួរទៅកាន់តាសកលដែលពួកគេក៏បានលើកដំណឹងថាអាម៉ាណូក៏បានណាត់ខារ៉េនដើម្បីមកខាងក្រៅសាលាដើម្បីនិយាយរឿងអ្វីមួយនៅពេលល្ងាចនេះតាមពិតទៅនោះគឺជាល្បីរបស់តាសកលនឹងឯងដែលគាត់ក៏បានទៅប្រាប់ខារ៉េនអំពីរឿងរ៉ាវរបស់អាម៉ាណូថាចង់ជួបអីចឹងណាប៉ុន្តែធៀបពិតទៅអាម៉ាណូក៏អត់ដឹងខ្យល់អីនោះទេគណៈពេលកំពុងតែសប្បាយនៅក្នុងចិត្តនឹងគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអាម៉ាណូក៏បានសំឡឹងមើលមកកាន់គាត់នេះហើយពួកគេទាំងពីរនាក់ក៏បានមកបន្ទប់ទឹកដើម្បីនិយាយរឿងរ៉ាវទាំងអស់ហ្នឹងតាសកលក៏បានធ្វើការសុំទោសទៅកាន់អាម៉ាណូផងដែរពីព្រោះថាគាត់គឺបានធ្វើអត់បានប្រាប់ទៅកាន់អាម៉ាណូមុនឬក៏ពិភាក្សាជាមួយអាម៉ាណូអញ្ចឹងទៅក៏ប៉ុន្តែគាត់ធ្វើនេះដើម្បីចង់ឲ្យឯងល្អតែប៉ុណ្ណោះទៅថ្ងៃអនាគតពីព្រោះឯងក៏បានរាប់អានជាមួយនឹងមិត្តភក្តិម្នាក់ទៀតដែលជាខារ៉េនដោយសារតែបែបហ្នឹងហើយអាម៉ាណូនៅពេលនោះក៏បានយល់ព្រមទៅដូច្នេះហើយចូលក្លេរបស់តាសកលតែម្ដងនឹងឯងកាប់បង្ហាញនៅកន្លែងថ្នាក់រៀនរបស់អាកូរីនៅវិញនៅពេលនេះនាងកំពុងតែបបាក់ចិត្តហើយដែលនាងកំពុងតែគិតថាតាសកលនៅពេលនេះប្រហែលជាមិនស្រឡាញ់នាងអីចឹងទៅបែរជាទៅស្រឡាញ់ទៅកាន់ឆាគីហើយនិងខារ៉េនរីឯនៅកន្លែងឆាគីនៅវិញនាងក៏បានស្រឡឹងមើលទៅកាន់ខារ៉េននៅពីក្រោយរួចមកនាងក៏បានគិតថាប្រហែលជាអាម៉ាណូក៏បានស្រឡាញ់ទៅកាន់ខារ៉េនហើយបានជាណាត់ជួបបែបហ្នឹងក៏ប៉ុន្តែអាម៉ាណូក៏គឺមានសង្សារបាត់ទៅហើយគឺជាអាកូរីជាពិសេសនេះក៏បានលើកដំណឹងមួយទៀតផងដែរថាអាកូរីហ្នឹងគឺជាសង្សាររបស់តាសកលហើយឥឡូវនេះគឺពិតជាវល់មែនទែនគឺមានតែចាំមើលតែប៉ុណ្ណោះចំពោះតាសកលនៅវិញគាត់ក៏បានគិតថាកម្រងការរបស់គាត់នៅពេលនេះគឺបានជោគជ័យហើយបើសិនជាអាម៉ាណូក៏បានធ្វើតាមអ្វីដែលគាត់គឺបានប្រាប់អីចឹងណាពីព្រោះគាត់ក៏ចង់ដឹងថានៅពេលដែលអាម៉ាណូក៏បានណាត់ជួបជាមួយនឹងខារ៉េនដើម្បីនិយាយគ្នានោះច្បាស់ណាស់អាកូរីក៏បានបង្ហាញខ្លួនដើម្បីនៅទីនោះដែរហើយគាត់នឹងមើលសកម្មភាពរបស់អាកូរីតែប្រកាសដែរទេថានេះក៏បានស្រឡាញ់ទៅកាន់អាម៉ាណូនោះបើសិនជាអាកូរីក៏បានបង្ហាញទឹកមុខដល់កំសត់នោះមានន័យថានេះក៏បានស្រឡាញ់ទៅកាន់អាម៉ាណូប៉ុន្តែបើសិនជាទឹកមុខរបស់អាកូរីគឺញញឹមវិញនោះមានន័យថានេះអត់ស្រឡាញ់ទៅកាន់អាម៉ាណូនោះទេពីគិតនៅក្នុងចិត្តហើយគាត់ក៏ចាប់ផ្ដើមសើចតែម្ដងធ្វើឲ្យលោកគ្រូហើយនឹងសិស្សៗនៅទីនោះកំពុងតែសម្លឹងមើលមកកាន់គាត់ហើយលើនេះអ្នក13គឺស្រាប់តែមានកំណត់ស្រៀងគ្នាដូច្នេះហើយពួកគេគឺចាំតែមើលនោះទេថាល្ងាចហ្នឹងគឺមានរឿងអ្វីកើតឡើងចំពោះ
ពូខារ៉េនៅពេលនោះនាងក៏មានការផ្ញើផ្អាផងដែរបន្ទាប់ពីដឹងថាអាមណូក៏បានស្នើសុំជួបនាងអញ្ចឹងទៅក៏ប៉ុន្តែនៅពេលនេះនាងគឺត្រូវតែធ្វើចិត្តឲ្យបានរឹងមាំបើទោះបីជាអាមណូក៏គឺនិយាយពីអ្វីក៏ដោយមកកាន់នាងមិនយូរប៉ុន្មានពេលវេលាក៏បានមកដល់ដែលជាម៉ោង 4 ល្ងាចនឹងឯងខារ៉េនក៏មិនចាំយូរដែរនាងក៏បានធ្វើដំណើរដើម្បីទៅបន្ទោរបស់អាមណូតែម្ដងចំពោះអាមណូនៅពេលនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគាត់ក៏បានឃើញវត្តមានរបស់តាសកោនិងអ្នកដទៃទៀតមិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏ថែមទាំងឃើញវត្តមានរបស់អាកូរីផងដែរដើម្បីមកមើលពីសកម្មភាពរបស់គាត់ហើយមនុស្សដែលសំខាន់ចុងក្រោយគេនោះគឺជាឆាគីនឹងឯងភ្លាមៗដែរក៏ស្រាប់តែខារ៉េនក៏បានមកដល់ធ្វើឲ្យអាមណូនៅពេលនោះគាត់ក៏រៀងកាំងផងដែរដោយសារតែគាត់ក៏អស់ពាក្យនិយាយនឹងឯងនៅក្នុងចិត្តរបស់អាមណូនៅពេលនោះគាត់ពិតជាភ័យខ្លាំងណាស់ដែលគាត់គឺមិនដឹងថានិយាយបែបម៉េចនោះទេទៅកាន់ខារ៉េនដូច្នេះហើយគាត់ក៏បានសម្លឹងមើលទៅកាន់តាសកោស្រាប់តែតាសកោគាត់ក៏បានបាយមកចាញ់មិនត្រឹមតែតាសកោនោះទេសូម្បីតែអាកូរីនៅពេលនោះនាងក៏បានបាយមកចាញ់ដូចគ្នាព្រោះតាសកោក៏បានសម្លឹងមើលមុខរបស់អាកូរីដោយសារតែនោះគឺជាផែនការរបស់គាត់ក៏ប៉ុន្តែគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីអាកូរីក៏បានសម្លឹងមើលមុខមកកាន់គាត់ដូចគ្នានិយាយឲ្យស្រួលយល់ទៅគឺផែនការរបស់ពួកគេទាំងពីរហ្នឹងគឺដូចគ្នានឹងឯងអញ្ចឹងហើយបានជាពួកគេទាំងពីរនេះក៏បានសម្លឹងមើលមុខគ្នាចំណែកឆាគីនៅពេលដែលឃើញតាសកោហើយនិងអាកូរីកំពុងតែសម្លឹងមើលមុខគ្នាបែបហ្នឹងធ្វើឲ្យនេះគឺកាន់តែវល់ទៀតហើយអំពីទំនាក់ទំនងរបស់ពួកគេពួកអាមណូនៅពេលនោះគាត់គឺភ័យខ្លាំងពេកដូច្នេះហើយគាត់ក៏បាននិយាយថាគាត់គឺចង់ដេតជាមួយនឹងខារ៉េនធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមាននៅទីនោះគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពាក្យសម្ដីរបស់អាមណូគឺមានន័យថាដូចជាការសំស្រឡាញ់អញ្ចឹងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់អាមណូក៏បានសង្កេតឃើញថាមានសិស្សជាច្រើនកំពុងតែសម្លឹងមើលមកកាន់គាត់ដោយសារតែហេតុការណ៍កាលពីម្សិលមិញនឹងឯងដូច្នេះហើយគាត់ក៏បានមកបន្ទប់ទឹកដើម្បីលុបមុខចេញដោយសារតែគាត់ក៏បានបន្ធូរអារម្មណ៍អញ្ចឹងទៅហើយគាត់ក៏បានស្ដីបន្ទោពីខ្លួនឯងផងដែរថាកាលពីម្សិលមិញហេតុអីបានជាគាត់គឺបានប្រើពាក្យសម្ដីអញ្ចឹងណាគួរតែប្រើពាក្យជាមួយនឹងខារ៉េនថាគាត់គឺចង់ឲ្យខារ៉េនធ្វើជាមិត្តភក្តិមួយគាត់មិនមែនជាលក្ខណៈស្នេហាទេក៏ប៉ុន្តែនៅពេលនេះគឺមិនអាចកែប្រែបាននោះទេដោយសារតែអង្គគឺបានខ្លាចជាបាយទៅហើយបន្តមកអាមណូក៏បានចេញពីបន្ទប់ទឹកក៏ប៉ុន្តែពិតជាឆ្អែតដល់មែនតើគាត់ក៏បានជួបប្រទះជាមួយនឹងខារ៉េននៅពេលដែលឃើញវត្តមានរបស់អាមណូបែបហ្នឹងធ្វើឲ្យនាងពិតជាអៀនខ្លាំងណាស់ក៏ប៉ុន្តែខារ៉េននៅពេលនោះនាងគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញអាមណូក៏បានរត់ចេញពីនាងដោយធ្វើទង្វើបែបនេះលក្ខណៈថាដូចជាមិនមែនជាសង្សារអញ្ចឹងហើយព្រឹត្តិការណ៍កាលពីម្សិលមិញគឺគាត់បានសារភាពស្នេហ៍មកកាន់នាងអីចឹងទៅពួកអាមណូគណៈពេលដែលគាត់កំពុងតែដើរគាត់ក៏ស្រាប់តែឃើញឆាគីនាងកំពុងតែបកដៃហៅគាត់នៅពេលដែលគាត់ក៏បានចូលមកដល់ខាងក្នុងក៏ស្រាប់តែឆាគីនាងក៏បានធ្វើការសួរទៅកាន់អាមណូតែម្ដងថាអាមណូគឺពិតជាស្រឡាញ់ទៅកាន់ខារ៉េនតាមមិនទេអាមណូក៏បានឆ្លើយតបទៅវិញផងដែរថាគាត់គឺបានស្រឡាញ់ដែរប៉ុន្តែគាត់គឺមិនហ៊ាននឹងឯងនិយាយរំទៅអាមណូក៏គ្រាន់តែនិយាយកុហកតែប៉ុណ្ណោះដោយសារតែគាត់គឺមិនចង់ឲ្យមានរឿងរ៉ាវវិញឆ្ងាយទៀតអីចឹងណាប៉ុន្តែឆាគីនាងមិនស្ដាប់ឯណានាងក៏បានប្រាប់ទៅកាន់អាមណូឲ្យទៅដេតជាមួយនឹងខារ៉េនទៅពីព្រោះថាជាគូសង្សារនឹងគ្នាពួកគេគឺត្រូវតែទៅដេតតែប៉ុណ្ណោះបន្តមកទៀតនៅពេលល្ងាចអាមណូក៏បានមកចូលជាមួយនឹងអាកូរីក៏មានការចាប់អាផងដែរបន្ទាប់ពីអាមណូក៏បានសុំខារ៉េនធ្វើជាសង្សារថាផែនការរបស់នាងចង់ឲ្យអាមណូក៏បានខ្លាចជាមិត្តភក្តិរបស់ខារ៉េនណាក៏ប៉ុន្តែឥឡូវហ្នឹងមានស្អីទៀតដើម្បីពេញសាលាបាត់ទៅហើយហ្នឹងរីឯទឹកមើលរបស់អាមណូនៅពេលនោះក៏អស់ពីនិយាយដែរដោយសារតែគាត់គឺមិននឹកស្មានដល់ដូចគ្នាហ្នឹងបើទោះបីជាអញ្ចឹងក៏ដោយអាកូរីក៏បានប្រាប់ទៅកាន់អាមណូថាឲ្យទៅដេតជាមួយនឹងខារ៉េនទៅពីព្រោះថានេះគឺជាអ្វីដែលគូសង្សារត្រូវតែធ្វើនឹងឯងបន្ទាប់ពីបញ្ចប់ការសន្ទនាគ្នាហើយនៅពួកគេក៏បានលាគ្នាដើម្បីត្រឡប់ទៅផ្ទះរៀងៗខ្លួនសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាខារ៉េននៅពេលនោះនាងកំពុងតែឡើងមកលើតំបូលសាលាហើយរញ៉េរញ៉ៃពេញនឹងតែម្ដងថែមទាំងធ្វើសក់របស់ខ្លួនឯងឲ្យបានត្រឹមត្រូវទៀតភ្លាមមកដែរក៏ស្រាប់តែអាមណូក៏បានបង្ហាញខ្លួនធ្វើឲ្យខារ៉េននៅពេលនោះនាងក៏ចាប់បានធ្វើរឹកដូចជាធម្មតាវិញខារ៉េននាងក៏បានធ្វើការសួរទៅកាន់អាមណូថាហេតុអីបានជាការពីម្សិលមិញគឺរត់គេចពីនាងអញ្ចឹងហេងពួកគេនៅពេលនេះគឺបានខ្លាចជាជើងសង្សារគ្នាឲ្យតើចំពោះអាមណូនៅពេលនោះក៏បានធ្វើការសុំទោសទៅកាន់ខារ៉េនដូចគ្នាឲ្យសារតែគាត់ក៏បានគិតនៅក្នុងចិត្តថាគាត់គឺមិនស័ក្តិសមជាមួយនាងអីចឹងទៅដូច្នេះហើយខារ៉េននាងក៏មិនថាអ្វីទៀតដែរប៉ុន្តែអំឡុងពេលហ្នឹងនាងគឺភ្ញាក់ព្រើតែម្ដងបន្ទាប់ពីនេះក៏បានលើថាអាមណូក៏បានសុំនាងគឺដេតជាមួយគ្នាគ្រាន់តែលឿនចង់ភ្លានធ្វើឲ្យខារ៉េននៅពេលមុខឡើងក្រហមបាត់ទៅហើយសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏ការស្ថិតនៅកន្លែងផ្សារទំនើបមួយកន្លែងយើងក៏បានឃើញថាគូស្នេហ៍របស់ពួកគេទាំងពីរនាក់ហ្នឹងឥឡូវមកជួបគ្នាហើយដោយសារតែនេះគឺជាការណាត់របស់ពួកគេអញ្ចឹងណាអំឡុងពេលហ្នឹងខារ៉េននៅពេលនោះនាងគឺពិតជាអ៊ីមែនតែនដោយសារតែនេះគឺទៅតែលើដំបូងរបស់នាងនោះទេក្នុងការដើរលេងជាមួយនឹងមិត្តប្រុសអីចឹងណារីម៉ូអ្នកទាំងពីរក៏មិនចាំយូរដែរក៏បានទៅលេងអ្វីៗប្លែកៗទៅតាមអ្វីដែលពួកគេចង់លេងយើងគិតថាសកម្មភាពរបស់ពួកគេមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីលេងអ្វីៗហត់ហើយនៅពួកគេក៏បានមករកភេសជ្ជៈញ៉ាំដោយខារ៉េននៅពេលនោះនាងគឺមានអារម្មណ៍ថាចង់លេងអីបន្តទៀតហើយកន្លែងដែលពួកគេគឺត្រូវតែលេងបង្ទាប់ហ្នឹងគឺនៅកន្លែងហាលទឹកអាមណូក៏បានធ្វើការប្រសាដោយសារតែគាត់គឺជាសុភាពបុរសហើយចឹងទៅបើសិនជាគាត់ក៏បានទៅលេងកន្លែងហាលទឹកហ្នឹងច្បាស់ណាស់គាត់នឹងឃើញរូបរាងកាយរបស់ខារ៉េនដែលនាងក៏បានស្លៀកពាក់ប៊ីគីនីអីចឹងទៅក៏ប៉ុន្តែជាចុងក្រោយយើងក៏បានឃើញថាអាមណូគាត់ក៏បានមកលេងកន្លែងហាលទឹកដដែលតែម្ដងភ្លាមមកដែរក៏ស្រាប់តែខារ៉េននឹងក៏បានបង្ហាញខ្លួនធ្វើឲ្យអាមណូនៅពេលនោះគាត់ពិតជាគៀងមែនតើដោយសារតែគាត់ក៏បានឃើញខារ៉េនកំពុងតែស្លៀកពាក់ប៊ីគីនីហើយនៅកន្លែងហ្នឹងគឺពោពេញទៅដោយមនុស្សមានគូតែម្ដងពួកគេកំពុងតែលេងទឹកជាមួយគ្នាអញ្ចឹងទៅដោយសារតែឃើញបែបហ្នឹងហើយខារ៉េននេះគឺមានអារម្មណ៍ថាលេងដូចជាមួយនឹងពួកគេដែរដូច្នេះនេះក៏បានប្រាប់ទៅកាន់អាមណូថាពួកគេគួរតែធ្វើបែបហ្នឹងរួចមកយើងក៏បានគិតថាពួកគេទាំងពីរនាក់ឥឡូវនេះក៏បានប្រុងប្រៀបគ្នាហើយក្នុងការបាច់ទឹកដាក់គ្នាហើយការបាច់ទឹករបស់ពួកគេទាំងពីរនាក់ហ្នឹងគឺដូចជាការលេងហ្គេមអញ្ចឹងគឺលក្ខណៈថាចង់ឈ្នះចង់ចាញ់ណាចំពោះអាមណូនៅពេលនោះគឺពិតជាខ្សោយមែនតើសំបីតែការជះទឹកដាក់គ្នាហ្នឹងគាត់ក៏លេងចាញ់គេដែរមិនថាហ្គេមមិនថាការលេងអ្វីនោះទេគាត់គឺចាញ់គេគ្រប់យ៉ាងស្របពេលហ្នឹងដែរនៅពេលក៏បានឃើញគូស្នេហ៍មកកំពុងតែជះទឹកគ្នាមើលទៅដូចលក្ខណៈថាសប្បាយៗអញ្ចឹងទៅ
โดยเฉพาะทั่วออยโปเกต่างปีนี้หลังแกงตายมาแล้วนั่งเองบอลต้องมาเทียโปเกต่างปีนี้กับบ้านล่างเมืองเลโก้กับไฮโปเกก็มีการพยายามพองได้มันต่อไปขึ้นบอลปีนี้กับพงแต่ทั่วบ้านตะการในรีมันเนี่ยดาวสตาร์บอลปีนี้นั่นคือมีแบบน้องมันละออตะเลยในรีมันนั่งไฮในรีมันนั่งคือมีนานาชายโนเต้คือจิชากี้มันต่อไปขึ้นอามันโนนี่กับบ้านสตูหลังเลื่อนเอาไปตัวอามันโนเพลียมไฮยังซ้อมเอาอามันโนกับบ้านจุนเหมือนกันเนี่ยบอลต่างปีนี้นั่งมันต่อไปขึ้นบ้านนั่งไฮเวียกับบ้านดาวจะแจ้งปีเตนูโดยขี้จุปัวอามันโนในปีนู้ก็หลังพยาเปรย์แต่มาดองดาวสตาร์ชากี้กับบ้านเอาได้ระบบก็จิ๋วแซ่พนมปีกับพงแต่ปากก้อนนั่งเองรีไอตักมือระบบคาเรนในปีนู้ก็ดังได้ฐานนี้กับพงแต่ไปจันตะการอามันโนบอลต้องมาเทียโปเกต่างปีนี้กับบ้านบางกอยในอย่างนี้อามันโนให้คาเรนกับบ้านทุกการสู้ตะการชากี้ทายฮัดไอ้บ้านเจมอตินีแต่มาในอันจังชากี้นี่กับบ้านปราบแต่มาดองตามปะเตอร์นี่คือมันช่องปะเอาประมาณเต้ดาวสตาร์ในประเทศวิทนคลังเป้ให้มาดังฐานตะนาโดยเฉพาะให้กับบ้านมาตินีแต่มาดองโดยเฉพาะให้คาเรนนี่กับบ้านมาโบชากี้ดอกใบบอลเล่จมูกในโปเกแต่มาดองนั่งเองให้ชากี้นี่กับบ้านโยปรอมเตอร์เหล่านี้โปเกต่างปีนี้คือมันตรเล่นดักบันต่อเต้โปเกกับบ้านมาโบแค่ดำใบตะเล่นเกมแท้เกมในโปเกคือตรเล่นคือเรียกกันนั้นถ้าเกมมันดังแล่นกรณีจับดามเพลียมนั่งทัวร์เอามันโดนไปนู้นก็อดใจเล่นโนเต้ดาวซาดาก็คือทรอตเล่นเกมทอมมันนั่งหอยนี้คือตื่นแต่เลือกแต่โมโนเต้แต่ก็กับบ้านเล่นเกมประเภทปนังแล่นโดยการคำพระระบอบมันโดนไปนี้อามันโดก็อายุปีเกมโมนี้คล้ายๆให้จิบแท้การเล่นเกมระบอบโปเกต่างปีนี้ก็สลับแต่ไม่จะชนะกับบ้านมาจองเราเมื่อแต่การโปเกนั่งเองอมลงไปนั่งลานระบอบมันโดก็กับบ้านตัวบ้านกรอบใบมวยจังให้ก็กับบ้านฟันแท้กรอบใบมวยนั่นคือไอลานต่อไปนั่นคือบ้านประตูจังเต้โดยชนะให้ทัวร์เอามันโดนไปนู้นก็เป็นจิตสบายจะมันเต้นอุริมอนเอาไปแต่ลานระบอบโปเกต่างออกเนี่ยคือจะดอลตีให้โปเกกับบ้านต่อเติมขึ้นนี่อามันโดก็จับปลากรอบใบต่างๆมาดองกับบันใต้กรอนจอยเพลียมนั่งคือสลับใต้ประตูต่างใบยังเองใส่เรื่องกับบังไฮเนไปเดคาเรนไฮนังอามันโดกับปนแต่จีรังกร้องดำใบตลอดตัวเตวินคาเรนไปโน่นเนี่ยเป็นจีออสำนักครั้งหน้าดาวสถานการณ์เล่นเกมระบาดอามันโดใบนี้ก็ดักจอยนู้เต้จะแต่จอยยังเองคาเรนกับบ้านนี้ปราบแต่การอามันโดพงได้ทางการเล่นใบนี้เป็นจีสบายครั้งหน้าจมพัวอามันโดไปโน่ก็กับบ้านปราบแต่การคาเรนด้วยนี้ฐานนี้คือเติร์แต่เลือกตีมูโนเต้แต่ก็คือตัวรอมท่าเวียเป็นจีสบายครั้งหน้าเนไปเดก็กับบ้านดาเล่นจมูกมนุษย์ไรโอเคนี่แหละครั้งใส่เรื่องบ่อเยิ้มเพื่อตีประมวยหนึ่งตีประปีกับการแสดงตันรังเองให้ไปจองตันท่าเพกราเตียต่อเจอย่างนั้นก็ไปตันด้านจมูกมินต่อครั้งนี้แน่ไอ้เมื่อก็สมโตจะโปรแกรมประโจสลิงพองได้โดยสายตาเวียมใส่บานละอ้อให้ปัจจุบันสมโตแน่จีจังไกรมีเหมือนแต่พิจิตรโปแต่การแดกขยันแต่ปนอเอาสำนักละอ้อนังคงชาจะเวิร์สการเทิมนาตั้งหน้าเมืองหน้าประกอบดาวสบัดตะเพียบจีนนั่นอะไรมีเหมือนแต่ปนังเต้ใบใบจูเนียมเพียมต่อใบไอ